ngày nayយើងដោះស្រាយលំហាត់នេះមួយគេឲ្យសិតអងរបស់យើងហើយនឹងសិតដើតមកគេឲ្យយើងសរសេរសិតអងនិងសិតដើជាទម្រង់ត្រីកោណមានអញ្ចឹងយើងធ្វើលំហាត់កនឹងមុនមកតែអញ្ចឹងយកសិតអងមកសរសេរទៅជាទម្រង់ត្រីកោណមានអញ្ចឹងដើម្បីបាទសរសេរសិតអងជាទម្រង់ត្រីកោណមានយើងគ្រាន់តែដឹងថាតាពីហ្នឹងគួរចាប់អីអញ្ចឹងដើម្បីដឹងចាប់អីយើងរក r អញ្ចឹង r របស់យើងស្មើនឹងa ការ៉េបូកនឹង b ការ៉េអញ្ចឹង a របស់យើងស្មើប៉ុន្មានមើលតាមរៀងហ្នឹងមកបាទ a របស់យើងគឺដក1អញ្ចឹងលើកជាការ៉េបូកនឹងរឹស3លើកជាការ៉េអញ្ចឹងស្មើរឹស4អញ្ចឹងស្មើប៉ុន្មាន2អញ្ចឹងមានន័យថា2តួហ្នឹងគឺយើងត្រូវចាប់2ជាកត្តារួមណាអញ្ចឹងវាឃើញដក1លើ2បូកនឹងរឹស3លើ2 e បាទបន្តមកទៀតយើងគ្រាន់តែបាក់រកអាគុយម៉ងរបស់វាអាគុយម៉ងរបស់វាយើងពិនិត្យមើលលើតម្លៃកូសហើយនឹងស៊ីនអញ្ចឹងកូសរបស់យើងនេះនិយាយទៅយើងមើលទៅពីរតួហ្នឹងបើណាអត់មាន e អាហ្នឹងកូសអាណាមាន e ចាត់ទុកថាស៊ីនអញ្ចឹងកូសរបស់យើងគឺដក1លើ2អញ្ចឹងដក1លើ2យើងមកមើលខាងផ្នែកដកផ្នែកអវិជ្ជមានណាកន្លែងគោល o អញ្ចឹងអានេះឃើញដក1លើ2គឺដំបូងគេហ្នឹងតមកដោយសារស៊ីនរបស់យើងវាវិជ្ជមានអញ្ចឹងយើងគូសទៅលើទៅអញ្ចឹងអាចុងក្រោយត្រូវអាចុងក្រោយហ្នឹងគឺរឹស3លើ2អញ្ចឹងសួរថាមុំកន្លែងហ្នឹងប្រមាណអញ្ចឹងយើងរាប់ពីនេះមកផាយលើ6រាប់1 2 3 4អញ្ចឹងនេះគឺមានថា4ផាយលើ6អញ្ចឹងស្មើនឹង2ផាយលើ3អញ្ចឹងយើងអាចទៅសេទៅជាទម្រង់ត្រីកោណមានបានហើយអញ្ចឹងកូសបាន2ផាយលើ3បូកនឹង e ស៊ីនបាទ2ផាយលើ3បាទអញ្ចឹងសិតអងយើងអាចទៅសេទៅជាទម្រង់ត្រីកោណមានបានតែមកយើងចូលទៅសិតដើអញ្ចឹងសិតដើរបស់យើងស្មើនឹងបានសិតដើ1បូកនឹង e អញ្ចឹងដូចគ្នាតើពីរតួហ្នឹងគួរតែចាប់អីជាកត្តារួមអញ្ចឹងយើងរក r វាបន្តិចសិនមក r ស្មើដដែល a ការ៉េបូក b ការ៉េអញ្ចឹង a យើង1ការ៉េមកបូក b 1ដែរ1ការ៉េអញ្ចឹងស្មើរឹស2អញ្ចឹងមានន័យថាពីរតួហ្នឹងយើងចាប់រឹស2ជាកត្តារួមអញ្ចឹងដល់ពេលចាប់រឹស2ជាកត្តារួមវាឃើញ1លើរឹស2ដល់ពេល1លើរឹស2យើងបំបត្តិរាយការណ៍វាបែរទៅឃើញរឹស2លើ2ណាអញ្ចឹងទៅសេមករឹស2លើ2បូកនឹងរឹស2លើ2e បាទបន្តមកទៀតយើងចាប់ដើមមករកអាគុយម៉ងរបស់វាអញ្ចឹងហើយយើងដឹងថាកូសក៏បូកស៊ីនក៏បូកគេដល់ពេលកូសក៏បូកស៊ីនក៏បូកអញ្ចឹងមានន័យថាក្នុងកាត្រង់ទី1ហើយរឹស2លើ2យើងមើលលើកំប៉ុងហ្នឹងទៅគឺបាទអាននៅទី2នេះបាទអញ្ចឹងគិតទៅវានៅកណ្ដាលគេចាំមកកណ្ដាលអញ្ចឹងកាត្រង់ទី1គឺផាយលើ4ចាអង្គុយម៉ងវាស្មើផាយលើ4អញ្ចឹងដាក់មកស្មើនឹងរឹស2កតាកូសផាយលើ4បូកនឹង e ស៊ីនផាយលើ4អញ្ចឹងតម្រង់ត្រីកោណមានរបស់សិតទៅយើងប៉ុណ្ណឹងតែបន្តទៀតយើងចូលទៅសំណួរខគឺឲ្យយើងសរសេរទៅសិតអងលើសិតដើទៅជាតម្រង់បេក្ខនិតនឹងជាតម្រង់ត្រីកោណមានឥឡូវដំបូងយើងសរសេរវាទៅជាតម្រង់បេក្ខនិតសិនអញ្ចឹងតម្រង់បេក្ខនិតអញ្ចឹងយើងយកសិតអចែកសិតដើអញ្ចឹងតម្រង់បេក្ខនិតរបស់យើងមិនដក1
មានន័យថាយើងយកអា z អងជាទម្រង់ពីកណិតទៅចែកនឹង z លើក៏ជានៅជាទម្រង់ពីកណិតដែរអញ្ចឹងកន្លែងនេះវាគឺជាការចែកចំនួន complex ទម្រង់ពីកណិតជាទូទៅកន្លែងហ្នឹងគឺយើងត្រូវតែធ្វើម៉េចឲ្យបាត់ e វិភាគបែកអាហ្នឹងគោលដៅរបស់យើងបើមិនអញ្ចឹងទេវាអាចសេទៅជាទម្រង់ពីកណិតនឹងកើតទេមានន័យថារៀង a បូក b អញ្ចឹងដើម្បីឲ្យបាត់ e វិភាគបែកដល់ពេលវាមាន2តួអញ្ចឹងគឺយើងត្រូវគុណវានឹង complex ឆ្លាស់ណាអញ្ចឹងភាគយកដក1បូកនឹងរឹស 3e អញ្ចឹងត្រូវគុណនឹង1ដកនឹង e អូខេអញ្ចឹងយើងចាប់ដើមពលាតទៅអញ្ចឹងស្មើយើងយកដក1គុណនឹង1មកឃើញដក1ដក1គុណដក e បូក e ឬ 3e គុណនឹង1មកបូកនឹងរឹស 3e ណាតមកទៀតរឹស 3e នេះគុណជាមួយដក e rồiដករឹស 3e ការ៉េហើយយើងមិនសូវស្ទាត់យើងនាំគ្នាដាក់វាមកសិនមកកុំអាតន់កាត់ចាំពេលយើងបកកែសុំគិតទៀតមកអញ្ចឹងខាងក្រោមដោយសារអានេះ1បូក e អានេះ1ដក e អញ្ចឹងមានន័យថាវាចូលរៀងអីគេ a បូក b កតា a ដក b អញ្ចឹងស្មើ a ការ៉េដក b ការ៉េអញ្ចឹងយើងអាចសេទៅជា1ការ៉េអូខេដកនឹង e ការ៉េអញ្ចឹងស្មើទៀតតែកន្លែងនេះយើងដឹងថា e ការ៉េវាស្មើដក1អញ្ចឹងដកគុណនឹងដកនេះទៅជាបូកអញ្ចឹងខ្ញុំដាក់ថាឬ3ដក1បន្តមកទៀតអាកន្លែងនេះយើងឃើញមាន e ដូចគ្នាខ្ញុំចាប់ e ជាកតារួមអញ្ចឹងវាសល់អីហើយចាប់ e ចេញសល់ឬ3ហើយនេះចាប់ e ចេញសល់1អញ្ចឹងលើគេអានេះ1ការ៉េ1អានេះ e ការ៉េដក1ដកប៉ះដកបូក1អញ្ចឹងយើងអាចសេទៅជារឹស3ដក1លើ2បូកនឹងរឹស3បូក1លើ2ដែរប៉ុន្តែមាន e អញ្ចឹងនេះជាតម្រង់បាទនេះគេហៅថាតម្រង់ពេជ្រគណិតបាទបន្ទាប់យើងសរសេរសិតអងលើសិតដឺជាតម្រង់ត្រីកោណមានម្ដងអញ្ចឹងយើងដឹងហើយរូបមន្តរបស់យើងសិតអងចែកសិតដឺស្មើនឹង a អងលើ a ដឺកតាកូស alpha អងដក alpha ដឺបូកនឹង e sin alpha អងដក alpha ដឺណាចឹងតើយើងចាប់ដើមអនុវត្តសិតអងលើសិតដឺចឹងស្មើអីចឹងយើងយកអាណានឹងយកទម្រង់ពីគណិតនេះមកសរសេរឬក៏យើងប្រើទម្រង់ត្រីកោណមាត្រយកតែម្ដងបាទអញ្ចឹងយើងមិនអាចយកអានេះមកបានទេណាព្រោះអានេះมันងាយរកតម្លៃប្រកបរបស់វាទេអញ្ចឹងគឺយើងយកទម្រង់ត្រីកោណមាត្រខាងលើនេះយកមកដាក់អញ្ចឹងយើងដឹងហើយ a អងរបស់យើងគឺ2ណាអាដឺគឺរឹស2អញ្ចឹងយកមកដាក់មកអញ្ចឹង2លើរឹស2កតាកូសអាល់ហ្វាអងអញ្ចឹងយើងមើលទៅអាល់ហ្វាអងរបស់យើងគឺ2 pi លើ3ដល់ពេលអាល់ហ្វាដឺ pi លើ4អញ្ចឹងដាក់តាមនឹងមក2 pi លើ3ដកនឹង pi លើ4អូខេអញ្ចឹងបូក e sin បាទច្រឡំមកវិញបណ្ដោយមក2 pi លើ3ដក pi លើ4បាទបាត់មកវិញត្រូវផ្ទៀងមើលអូខេត្រឹមត្រូវតាបន្តទៀតបន្តមកយើងដឹងថា2អាចទៅសេថារឹស2អញ្ចឹងទៅលើកជាការ៉េទៅបានទេតែមកយើងសម្រួលឡារឹស2នេះចោលមកអញ្ចឹងសល់ម្ដុំមែនទេពីយើងសល់ម្ដុំកតាកូសអញ្ចឹង2 pi លើ3ដក pi លើ4ដកបានទេបើភាពបែងខុសគ្នាអញ្ចឹង
chẳng đọt bàn đây chẳng tới tầm rơi bị bài rùm chẳng đòi ra bay hành 4 chẳng bị bài rùm do thì cứ đọc pì chẳng ai cồn mà đọc pí cồn buồn khởi cồn 4 ban 7 phải này cồn nắng 7 chẳng thằng lớn cứ cồn 7 đã đọc 7 phải chẳng bộ nâng ý xính mán xem vinh mà 7 phái đọc 7 phái lớn đọc pì chẳng smile tiền chẳng rực pí cà tà cố chẳng bồng 7 phái đọc 7 phái gió 5 phái chẳng lơ đọc pí bộ nâng ý xính bà đôi khi cứ 5 phái lớn và đọc pí bà ní chia trong lời vào dưỡng bà giật on là giật đấy chia tầm long trời cào miệt ok và top dương châu từ sầm nụ cố cái ơi dương rộp lại bọc cọt này cô pram phai lừa đọc pí nâng xin pram phai lừa đọc pí chỉ thò mà đá bọc kê miên sầm nụ được biệt ní cứ miên này tha vì miên bẹ pon cho môi nâng sầm nụ khang lừa nè như tới pe khác cái miền pram mà sầm nụ ở dân thích cái pram pí cái miền này thì ai vậy dương dây tới chỉ tầm long pí cái nó thái ban mà sầm nụ thích cái dây dây tầm long trời cào miệt chẳng áp pí nó ra tầm miền tận nhẹ tận nông nâng khnia chẳng nhìn cho ở nó ngay mọc prà đó chẳng những đang ấy giật ón prap kỳ máu dương miền và dương miền này cái và giật ón lơ giật đờ chẳng chia tầm rong tây cao miệt và chẳng cứ rực pí lấy trong côn bị trâu là hơi chẳng việc cố pram phai lơ đọc pì bộ nâng rực pì ý xin pram phai lơ đọc pì hãy dương miền giật on lơ giật đớ chia tầm rong pích cái nật chẳng chia tầm rong pích cái nật này cho lo năng màu vinh máu rực bay đỏ muối lơ pí bột nắng rực bay bột muối lơ pí ý ok mời tới trâu ấy dương chập đam cất điện này dương khơi tha anh ấy giật on lơ giật đớt mà phần này anh ấy giật on giật đớt mà phần này đại chẳng áp pin đi vào người bàn đó bàn chẳng á nhưng tin tam là chlong máu cứ với smile này bàn này chẳng min này tha rực pí cô pram phai lơ đọc pí bô nắng bà y rực pí xin pram phai lơ đọc pí chẳng smile nắng rực bay đỏ muối lơ pí bột nâng rực bay bột muối lơ pí ýต่อมายังปลาและขณะมุ้ยคือ complex ពីស្មើគ្នា a បូក b e ស្មើ c បូក d e អញ្ចឹងយើងទាញបាន a ស្មើ c ហើយ b ស្មើ d អូខេយល់អញ្ចឹងមានន័យថាម៉េចអានេះយើងចាត់ទុកថា complex ទី1នេះអានេះ complex ទី2អញ្ចឹងយើងទាញតាមនឹងមកយើងឃើញថាផ្នែកពិត complete ទី1ស្មើផ្នែកពិត complete ទី2ហើយផ្នែកនិមិត្ត complete ទី1ស្មើផ្នែកនិមិត្ត complete ទី2អញ្ចឹងយើងទៅសេម្ដងមួយយើងសេម្ដងមួយទីម្ដងមួយស្រួលមើលជាងអញ្ចឹងដំបូងផ្នែកពិតនៅ complete ទី1 2សំទោសរឹស2កូដ5ផៃលើ12អញ្ចឹងស្មើនឹងផ្នែកពិតនៅ complete ទី2អញ្ចឹងរឹស3ដក1លើ2តោះណាអូខេអញ្ចឹងយើងទាញរកគោអញ្ចឹងនាំឲ្យគោ5ផៃលើ12ស្មើនឹងរឹស2ដល់ទៅរឹស2រឹស3ដក1លើ2អានេះមិនមែនគុណរឹស2ដូចឆ្លងមកមានន័យថាគុណនឹងរឹស2នឹងក្រោមវាឲ្យយើងបំបត្តិរាឌីកាល់ភាពបែកពេលបំបត្តិរាឌីកាល់ភាពបែកមានន័យថាម៉េចបាទមានន័យថានេះរបស់វាដើមវាមិនចឹងអញ្ចឹងយើងត្រូវគុណវានឹងអីគេនឹងរឹស2អញ្ចឹងខាងលើក៏គុណនឹងរឹស2ដែរនេះគុណអញ្ចឹងតោះណាហើយយើងបញ្ចូលវាទៅយើងគុណពលិតវាឃើញហើយរឹស6អានេះទៀត
ដករឹស2ចឹងលើអានេះរឹស2គុណរឹស2 2គុណ2 4បាននេះចេញនេះនេះលេខប្រកបចេញបានមួយគូឃុំបដោយទេអានោះហើយយើងចង់ឆ្លើយដូចនេះក៏ឆ្លើយដែរឆ្លើយឲ្យស្អាតដាក់ដូចនេះទេណាបន្តមកទៀតផ្នែកនិមិត្តកំភ្លេចទី1គឺរឹស2ស៊ីលេ5ផៃលើ12ចឹងស្មើផ្នែកនិមិត្តកំភ្លេចទី2រឹស3បូក1លើ2ទេបាទណាមិនដាក់អ៊ីមកទេអញ្ចឹងយើងទាញមកនាំឲ្យស៊ីន5ផៃលើ12ចឹងស្មើនឹងរឹស3បូក1លើ2អានេះរឹស2គុណនឹងស៊ីនពេលរុញឆ្លោះមកមិនចែកមកនៅក្រោមចេះអញ្ចឹងស្មើដូចគ្នាយើងត្រូវបំបត្តិរាឌីកាល់ភាគបែកមិនអញ្ចឹងរឹស3បូក1មកធម្មតាមកអានេះ2រឹស2អញ្ចឹងយើងត្រូវគុណវានឹងឯងគុណរឹស2អានេះក៏គុណរឹស2ដែរអញ្ចឹងគុណបញ្ចូលដូចមិញមកអញ្ចឹងស្មើនឹងរឹស6បូកនឹងរឹស2លើអានេះបញ្ចូលទៅគុណបញ្ចូលគ្នាទៅឃើញ2 2គុណ2 4នេះគឺជាតម្លៃប្រកាសរបស់ស៊ីន5ផៃលើ12អូខេកន្លែងហ្នឹងបាទចម្លើយរបស់យើងមានតែប៉ុណ្ណឹងអរគុណសម្រាប់ការតាមដាន